បាទជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះគឺចង់បង្ហាញនៅវត្ថុធាតុដើមដែលពុកម៉ែបងប្អូនតែងតែគាំទ្រនៅជីទឹកហ៊ុយយន្តហើយក៏យើងតែងតែនិយាយអំពីមីក្រូធាតុម៉ាក្រូធាតុហើយនៅមាននៅក្នុងជីទឹកហើយហេតុអីបានជាជីទឹកបើហ៊ុយយន្តបង្កើតបើកាន់តែបង្កើនគុណភាពនោះថ្ងៃនេះគឺមកដល់ប្រភពនៃវត្ថុធាតុដែលយើងយកទៅធ្វើជីទឹកហ្នឹងគឺពពួកសារាយសមុទ្របាទពុកម៉ែបងប្អូនណាបាទគឺជាពពួកដែលมันងាយមានទេបាទមិនមែនថាសមុទ្រគឺត្រូវតែមានដើមឬក៏សារាយសមុទ្រដែលជាវត្ថុធាតុមួយដែលយើងយកទៅកិនឬក៏យកទៅធ្វើជាជីទឹកដែលសម្បូរខ្លាំងជាងគេបំផុតគឺអាសូតនិងពពួកមីក្រូធាតុបាទនេះគឺកន្លែងមួយដែលកោះបាទគេហៅកោះកុងក្រៅបាទកោះកុងក្រៅហើយជាកោះមួយដែលថ្ងៃនេះខ្ញុំមកដល់កន្លែងប្រភពជីបាទប្រភពជីដែលជាវត្ថុធាតុដើមអញ្ចឹងហ៊ុយយន្តបាទស្រាវជ្រាវនិងក៏ដោយការបង្កើននូវគុណភាពអញ្ចឹងគ្រប់គ្រងហ៊ុយយន្តបាទបងប្អូននឹងបានជីដែលមានគុណភាពយកទៅប្រើប្រាស់ជួយទៅដល់ដំណាំនិងការបង្កើនផលបងប្អូនបាទអញ្ចឹងថ្ងៃនេះចង់បង្ហាញប៉ុណ្ណឹងបន្ថែមទៅលើគុណភាពនៃជីទឹកហ៊ុយយន្តបាទសូមអរគុណ